អ្វីទៅជាកសិអេកូឡូស៊ីកសិអេកូឡូស៊ីគឺជាការធ្វើកសិកម្មបែបធម្មជាតិដែលរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្របទពិសោធន៍ជាក់ស្ដែងនិងចលនាសង្គមវាផ្ដោតលើការគ្រប់គ្រងប្រព័ន្ធកសិកម្មដោយផ្អែកលើតុល្យភាពប្រព័ន្ធអេកូឡូស៊ីការកាត់បន្ថយការប្រើប្រាស់ធាតុចូលគីមីពីខាងក្រៅនិងការលើកកម្ពស់យុត្តិធម៌សង្គមក្នុងប្រព័ន្ធស្បៀងអាហារកម្រិតទាំង5នៃការផ្លាស់ប្ដូរបែបកសិអេកូឡូស៊ីការផ្លាស់ប្ដូរពីកសិកម្មគីមីទៅជាកសិអេកូឡូស៊ីពេញលេញត្រូវឆ្លងកាត់ដំណាក់កាលដូចខាងក្រោម 1. បង្កើនប្រសិទ្ធភាពកាត់បន្ថយការប្រើប្រាស់ធាតុចូលថ្លៃៗនិងគ្រោះថ្នាក់ដូចជាជីគីមីនិងថ្នាំពុលដោយប្រើប្រាស់ធនធានឲ្យចំគោលដៅការជំនួសធាតុចូលគីមីដោយធាតុចូលជីវសាស្ត្រឬធម្មជាតិឧទាហរណ៍ប្រើជីកំប៉ុស្តជំនួសជីអ៊ីរ៉េប្រើថ្នាំដេញសត្វល្អិតផ្សំពីរុក្ខជាតិការរៀបចំប្រព័ន្ធអេកូឡូស៊ីឡើងវិញកែប្រែរចនាសម្ព័ន្ធកសិដ្ឋានឲ្យមានភាពចម្រុះដើម្បីឲ្យប្រព័ន្ធកសិកម្មដំណើរការដោយខ្លួនឯងឧទាហរណ៍ការធ្វើចម្រុះមុខដំណាំនិងការចិញ្ចឹមសត្វបញ្ចូលគ្នាការតភ្ជាប់ទំនាក់ទំនងឡើងវិញបង្កើតទំនាក់ទំនងផ្ទាល់រវាងអ្នកផលិតកសិករនិងអ្នកប្រើប្រាស់អតិថិជនដើម្បីឲ្យមានតម្លាភាពនិងយុត្តិធម៌តម្លៃការកសាងប្រព័ន្ធស្បៀងអាហារថ្មីការផ្លាស់ប្ដូរផ្នត់គំនិតសង្គមនិងគោលនយោបាយដើម្បីគាំទ្រដល់ប្រព័ន្ធស្បៀងអាហារដែលមាននិរន្តរភាពនិងសមធម៌ទូទាំងសកលលោកគោលការណ៍ទាំង13នៃកសិអេកូឡូស៊ីយោងតាម HLPE គោលការណ៍ទាំងនេះត្រូវបានបែងចែកជា3ផ្នែកធំៗផ្នែកទី1ជាទេសកសិកម្ម1កែច្នៃប្រើប្រាស់សំណល់កសិកម្មឡើងវិញ2កាត់បន្ថយធាតុចូលកាត់បន្ថយការទិញជីឬថ្នាំពីខាងក្រៅ3គុណភាពដីកែលម្អគុណភាពដីនិងជីវៈចម្រុះក្នុងដី4សុខភាពសត្វធានាសុខុមាលភាពសត្វចិញ្ចឹម5ភាពចម្រុះដាំដុះនិងចិញ្ចឹមសត្វឲ្យមានច្រើនប្រភេទក្នុងពេលតែមួយ6ភាពស៊ីសង្វាក់បង្កើតទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងដំណាំនិងសត្វផ្នែកទី2សង្គមនិងសេដ្ឋកិច្ច7ការផ្លាស់ប្ដូរចំណេះដឹងការរួមបញ្ចូលគ្នារវាងចំណេះដឹងមូលដ្ឋាននិងវិទ្យាសាស្ត្រ8តម្លៃសង្គមនិងរបបអាហារលើកកម្ពស់អាហារូបត្ថម្ភនិងវប្បធម៌ក្នុងតំបន់9ការតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់បង្កើតទីផ្សារក្នុងស្រុកដែលជិតបំផុត10ការគ្រប់គ្រងដោយសមធម៌យុត្តិធម៌សម្រាប់កសិករខ្នាតតូចនិងស្ត្រីផ្នែកទី3 11ការចូលរួមកសិករមានសិទ្ធិសម្រេចចិត្តលើប្រព័ន្ធកសិកម្មរបស់ខ្លួន12ការគ្រប់គ្រងដីធ្លីនិងធនធានសិទ្ធិប្រើប្រាស់ដីធ្លីដោយសុវត្ថិភាព13ភាពធន់សមត្ថភាពក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងវិបត្តិសេដ្ឋកិច្ច